Và số xe của bọn dương rồi xa mình nâng dương miền Pà Nha chạy cái tê nhưng đặt vì thím hay như mặt đấng nhưng chơi tập vô tại những á nè nên ngày lấy nhung mau bây giờ thì nó đẹp nhung bàn bây giờ hay và bàn thôn nâng là bị vừa chỉ biết ô lấy ở bọn dương mưa tham khói bình nên ngày gồm sao mấy dương bàn là bẹc đà khẳng mục là nhung bây giờ vì concept xem những vì ọt chọp á nè ọt chọp cho nó lại thốt chẳngខ្ញុំលើកចំណុចដែលអត់បានថតហ្នឹងបន្តិចទៅដើម្បីឲ្យបងប្អូនយើងអាចមើលបន្ថែមបាទហើយម្សិលមិញហ្នឹងយើងនិយាយ3ចំណុចគឺពាក់ព័ន្ធនឹងភាពខុសគ្នានៃក្របខ័ណ្ឌទ្រឹស្ដីនិងក្របខ័ណ្ឌគំនិតរបៀបបង្កើតក្របខ័ណ្ឌទ្រឹស្ដីនិងក្របខ័ណ្ឌគំនិតហើយនឹងកលឹះផ្សេងៗក្នុងការសរសេរក្របខ័ណ្ឌទ្រឹស្ដីឬក្របខ័ណ្ឌគំនិតហ្នឹងហើយម្សិលមិញហ្នឹងយើងនិយាយទី1ទី2ហ្នឹងវាដាច់អត់បានថតទេថតបានម្ដុំទី2ចុងទី2ហើយនឹងចំណុចទី3ហ្នឹងហើយបាទចំណុចទី1របៀបភាពខុសគ្នានៃ theoretical ហើយនិង conceptual framework ហ្នឹងនេះយើងដូចជាបានថតជាប់ហ្នឹងថាតើពេលយើងធ្វើ research យើងគួរតែមាន theoretical framework ហើយនិង conceptual framework ដែរឬក៏អត់ហើយបើមានតើគួរដាក់វានៅទៅណានៅក្នុង capeboard ឬក៏អត្ថបទស្រាវជ្រាវរបស់យើងហ្នឹងហើយចម្លើយរបស់យើងហ្នឹងគឺមិនមែនគ្រប់ research ត្រូវតែមាន theoretical ហើយនិង conceptual framework ទេខ្លះក៏អត់មានដែរអញ្ចឹងណាតែបើមានល្អដោយសារអាហ្នឹងវាជាជំនួយជួយឲ្យយើងដឹងថាតើយើងត្រូវធ្វើ research ពីអីប្រមូលទិន្នន័យលើចំណុចអីខ្លះហើយវិភាគមិនអីចឹងណាហ្នឹងហើយបានថាវាដូចផែនទីមួយចឹងបើយើងមានវាល្អជួយឲ្យយើងធ្វើដំណើរទៅដល់ទិសដៅឲ្យត្រូវបើអត់មានក៏ធ្វើដំណើរដល់ទិសដៅដែរតែគ្រាន់ថាវាជួនកាលវាធ្វើដើរទៅវាជួបឧបសគ្គតាមផ្លូវអញ្ចឹងណាអញ្ចឹងចម្លើយដ៏ខ្លីគឺយើងមិនបាច់ត្រូវការ framework គ្រប់ research ទេហ្នឹងហើយប៉ុន្តែបើមានល្អបើអត់ក៏អត់ទៅប៉ុន្តែបើគេធ្វើកម្រិត PhD ឬក៏គេចង់បោះពុម្ពនៅក្នុង journal ធំគេត្រូវតែមានដោយសារ journal ល្បីៗគេទាមទារឲ្យយើងមាន conceptual ឬក៏ theoretical framework ហើយបើយើងរៀន PhD ទៀតគេឲ្យមាន framework ច្បាស់លាស់អត់អាចចេះតែធ្វើទៅបានទេតែបើកម្រិត master កម្រិត bachelor ឬក៏ paper ល្មមបាច់មានក៏បានដែរអញ្ចឹងណាហ្នឹងហើយបើយើងសួរថាតើបើមាន framework ដាក់នៅក្នុងណាជារួមគឺដាក់នៅក្នុង chapter 2 chapter literature review ដាក់នៅខាងចុង literature review នៅក្នុង literature review យើងត្រូវពិនិត្យមើលការសិក្សាពាក់ព័ន្ធសិនពិនិត្យអស់ហើយបានយើងរៀបរាប់អំពី framework ដោយសារ framework វាចេញមកពីការយើង review literature អីអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុង Capabot ពេលខ្លះគេដាក់វានៅខាងចុង literature review ពេលខ្លះទៀតគេដាក់មកចំពុកដាច់ដោយឡែកបន្ទាប់ពី literature review យើងហៅថាជាចំពុកទី3អញ្ចឹងណាអញ្ចឹងចំពុកទី1 introduction ចំពុកទី2 literature review ចំពុកទី3 conceptual framework ឬក៏ theoretical framework នឹងទី4 methodology អញ្ចឹងទៅពេលខ្លះទៀតគេដាក់វានៅក្នុង literature review អញ្ចឹងចំពុកទី1 introduction ចំពុកទី2 literature review តែចុង literature review យើងមាន conceptual framework មួយហើយ chapter 3 methodology អញ្ចឹងទៅសម្រាប់ research paper ក៏អញ្ចឹងដែរគឺគេដាក់ conceptual framework នៅខាងចុង literature review ដាក់ហើយបានយើងចូល methodology អញ្ចឹងណាប៉ុន្តែវាមានភាពបត់បែនដែរពេលខ្លះទៅដំបូងគេគឺ introduction បន្ទាប់ពី introduction គឺ theoretical framework បន្ទាប់ពីហ្នឹងបាន literature review បើវាជា theoretical framework គេจะដាក់នៅមុខliterature review ប៉ុន្តែបើវាជា conceptual framework គេដាក់នៅខាងក្រោយ literature review អញ្ចឹងណាដោយសារ concept ដោយសារ theoretical framework គឺវាចេញមកពី theory អញ្ចឹងវាអត់ពាក់ព័ន្ធជាមួយនឹង literature review ខ្លាំងទេគឺវាដាច់ដោយឡែកតែឯងហ្មងតែបើ conceptual framework វាចេញមកពី theory បូកជាមួយនឹង previous research អញ្ចឹងវាត្រូវចេញបន្ទាប់ពីយើង review literature ហើយអញ្ចឹងណាអញ្ចឹងវាទូនទីវានឹងវាអាចខុសគ្នាតិចតួចហើយទីតាំងក៏អាចខុសគ្នាដែរជារួមសម្រាប់ខ្ញុំបានមើលឃើញហ្នឹងគឺក្នុង paper បើវាជា theoretical framework យើងដាក់នៅខាងមុខ literature review ហើយក៏មានគេដាក់នៅខាងក្រោយដែរអញ្ចឹងណាតែភាគច្រើនខ្ញុំមើលឃើញគឺនៅមុខ literature review
ប៉ុន្តែបើវាជា conceptual framework គេដាក់នៅខាងក្នុង literature review បន្ទាប់ពីយើង review ចប់ហើយយើងមាន conceptual framework មួយយើងទាញចេញជា conceptual framework បន្ទាប់ពីយើង review literature អស់ទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងទីតាំងវាមានការផ្លាស់ប្ដូរតាមនឹងដែរតែភាគច្រើនរបស់វាគឺនៅខាងក្រោយ literature review ហើយខ្ញុំឃើញមានគេដាក់នៅក្នុង introduction ទៀតតែប៉ុន្តែដាក់ក្នុង introduction ក៏វាជាចំណុចមួយដែរប៉ុន្តែបើជារួមវាអត់ត្រូវទេគោលការណ៍ឲ្យត្រូវ 100% អត់ត្រូវទេដោយសារអីដោយសារនៅក្នុង introduction យើងអត់ទាន់បាន review literature អស់ទេយើងអត់ទាន់ review លម្អិតទេអញ្ចឹងយើងអាចបង្កើតបានជា framework សុកចេញ framework មកទេអញ្ចឹងណាអញ្ចឹងទីតាំងវាគួរតែនៅខាងក្រោយ literature review ហ្នឹងហើយអាហ្នឹងជាទូទៅបើតែក៏មានករណីលើកលែងដែរសាលាខ្លះគាត់តម្រូវឲ្យនិស្សិតហ្នឹងដាក់ conceptual framework នៅក្នុង introduction អីចឹងទៅអញ្ចឹងអាហ្នឹងវាតាមសាលាទេអ្នកខ្លះគាត់រៀបមកវាអត់ទៅយល់ចេះតែរៀបទៅណាអញ្ចឹងនោះមានអនុវត្តខុសពេញហ្នឹងទៅយូរទៅវាត្រូវទៅវាអញ្ចឹងខ្ញុំឃើញដែរនៅតាមសាលាមួយចំនួនគាត់ឲ្យ template មកគាត់ដាក់ conceptual framework នៅក្នុង introduction អីចឹងទៅមិនទាន់មាន review literature អីពងចេញ conceptual framework បាត់អីចឹងណាអញ្ចឹងវារឿងហ្នឹងជារឿងរបស់គេទេតែគាត់ថាយើងនិយាយជារួមជាទូទៅគឺវានៅក្រោយ literature review ហ្នឹងហើយកន្លែងនេះខ្ញុំបានបញ្យល់ថាបើសិនជាយើងចង់ស្វែងយល់ថាតើ conceptual framework ហើយនិង theoretical framework វាខុសគ្នាមិនយើងត្រូវយល់ថា theory ហើយនិង concept ខុសគ្នាមិនដែរអញ្ចឹង theory គឺជាទ្រឹស្ដីពាក្យថាទ្រឹស្ដីហ្នឹងគឺជាគំនិតឬក៏ជាទស្សនៈមួយដែលគេបានវិភាគបានសិក្សាស៊ីជម្រៅហើយបានคล้ายទៅជារឿងមួយដូចជាទ្រឹស្ដីវាពិតវាคล้ายជារឿងមួយដែលទៅណាក៏វាថាវា working ណាទៅណាក៏វាត្រូវដែរអញ្ចឹងណាដូចរបៀបថា Maslow គាត់ចេញ series hierarchy of need ហ្នឹងណាថាមនុស្សយើងត្រូវការ safety ត្រូវការ food ត្រូវការអីហើយបានឡើងតាមដំណាក់មួយទៅមួយទៀតហ្នឹងអាហ្នឹងទៅស្រុកណាក៏អញ្ចឹងដែរគឺជា series មួយដែលជាសកលហើយអញ្ចឹងណាអាហ្នឹងគឺ series បើ concept អត់ទេ concept គ្រាន់តែទស្សនៈមួយដែលគេបានសិក្សាទៅគេចេញជាទស្សនៈអញ្ចឹងតែវាអត់ទាន់ត្រូវ 100% អត់ទាន់បានគេ test គេ validate គេយកទៅវិភាគយកទៅឲ្យស៊ីជម្រៅពិសោធន៍អីដូច series ទេអញ្ចឹងណាវាខុសគ្នាត្រង់ហ្នឹងគឺវាជាទស្សនៈដូចគ្នាជាទស្សនៈជាគំនិតដូចគ្នាគ្រាន់តែមួយគេវាត្រូវគេពិសោធន៍វាអីទៅវាត្រូវគ្រប់កន្លែងទៅគេចេញជា series បណ្ដោយមួយទៀតគ្រាន់តែជាគំនិតដែលគេបានសិក្សារកឃើញអញ្ចឹងគេលើកជាគំនិតហ្នឹងទៅតែឲ្យត្រូវ 100% នោះវាអាចអត់ត្រូវទេក្នុងបរិបទហ្នឹងវាត្រូវទៅបរិបទផ្សេងវាអត់ទាំងទៅបើ series ភាគច្រើនវាត្រូវគ្រប់លក្ខណៈទាំងអស់អីចឹងណាហ្នឹងហើយបែបខុសគ្នាបែបហ្នឹងគោលបំណងនៃ series ដែលយើងដាក់នៅក្នុង research ហ្នឹងគឺយើងចង់predict ឬក៏ពន្យល់ទស្សន៍ទាយឬក៏ពន្យល់ហេតុការណ៍ណាមួយដែលយើងសិក្សាហើយ concept ហ្នឹងគឺយើងដាក់មកអត់ទស្សន៍ទាយពន្យល់ទេយើងគ្រាន់ឲ្យគេយល់ថាអ្វីយើងសិក្សាហ្នឹងគឺយើងត្រូវគិតពីរឿងប្រហែលចំណុចហ្នឹងអញ្ចឹងណាឲ្យគេយល់ពីរឿងដែលយើងសិក្សាឥឡូវនោះគឺឲ្យគេយល់ថារឿងដែលយើងសិក្សាហ្នឹងគឺយើងអាចពន្យល់អាចបកស្រាយទៅតាមទ្រឹស្ដីមួយនេះអញ្ចឹងណាអញ្ចឹងមួយដើរតាមទ្រឹស្ដីពន្យល់រឿងរ៉ាវបាត់ពួតហេតុការណ៍ variable ផ្សេងទំនាក់ទំនងនៃអត្ថេអីហ្នឹងគឺតាមទ្រឹស្ដីដែលគេបានចែងហើយដល់ពេល conceptual framework គឺយើងគ្រាន់តែលើកចំណុចសំខាន់ដែលយើងយល់ថាវាពាក់ព័ន្ធនឹង research របស់យើងដែលអាចយកទៅបញ្យល់យកទៅឲ្យយើងយល់អំពីបាតុភូតឬក៏ហេតុការណ៍ឬក៏អត្ថេដែលយើងសិក្សានៅក្នុង research របស់យើងអញ្ចឹងមួយគឺគេមាន series មួយបញ្យល់ច្បាស់លាស់ហើយមួយទៀតគ្រាន់តែជាគំនិតដែលយើងយល់ថាបើទៅអញ្ចឹងវាត្រូវអញ្ចឹងណាហ្នឹងហើយភាពខុសគ្នានៃ theoretical ហើយនិង conceptual framework ហ្នឹងគឺបើវាជា theoretical framework គឺយើងពឹងទៅលើទ្រឹស្ដីណាមួយជាក់លាក់ establish theory អញ្ចឹង series ហ្នឹងត្រូវប្រាប់យើងថាអត្ថេឬក៏គំនិតណាមួយនៅក្នុង research ហ្នឹងគឺវាពាក់ព័ន្ធនេះយ៉ាងម៉េចអាមួយណាវាមានឥទ្ធិពលទៅលើអាណាដើម្បីឲ្យវាចេញអានេះតើវាត្រូវមានអីចឹងណាអញ្ចឹងវាដើរតាម series ណាមួយជាក់លាក់ដល់ conceptual framework អត់ទេយើងយកគំនិតយកទ្រឹស្ដីយកការសិក្សាពីមុនយកមកកំបាញ់បញ្ចូលគ្នាដើម្បីយកមកបញ្យល់យកមកបកស្រាយresearch របស់យើងហ្នឹងអញ្ចឹងណាអ
ចឹងអានេះវាមាន series មួយជាក់លាក់ដែលគេអាចបញ្យល់អ្វីយើងសិក្សាបានអានេះអត់ទេយើងអ្នកបង្កើត series នឹងហ្មងអូយើងអ្នកបង្កើត framework នឹងដោយយើងមើល series ខ្លះយើងមើលគំនិតផ្សេងខ្លះយើងមើលលទ្ធផលស្រាវជ្រាវពីមុនខ្លះបូកបញ្ចូលគ្នាទៅយកមកបង្ហាញនៅក្នុង research របស់យើងថាដើម្បីសិក្សាពីរឿងដែលយើងចង់សិក្សាហ្នឹងត្រូវគិតទៅលើចំណុច1 2 3 4 5ហ្នឹងដែលចំណុចទាំងអស់ហ្នឹងវាជួយយើងក្នុងការរៀបចំ research របស់យើងថាតើត្រូវជ្រើទៅប្រមូលទិន្នន័យយ៉ាងម៉េចត្រូវវិភាគយ៉ាងម៉េចអីចឹងណាអានេះក៏ប្រាប់យើងថាវិភាគប្រមូលយ៉ាងម៉េចដែរប៉ុន្តែក្របខ័ណ្ឌដែលយើងយកទៅដើរតាមហ្នឹងគឺវាចេញមកពី series ជាក់លាក់ណាមួយអានេះក្របខ័ណ្ឌដែលយើងដើរតាមហ្នឹងគឺយើងអត់មាន series ណានិយាយយើងយក series យកស្អីយកអីមកផ្គុំចូលគ្នាបង្កើតបានទៅជាក្របខ័ណ្ឌមួយដែលយើងអាចយកមកពឹងពាក់យកមកដើរតាមបានអញ្ចឹងណាអានេះរបៀបថាឥឡូវនេះរបៀបថាគេឲ្យផែនទីមួយមកឲ្យយើងដើរតាមផែនទីទៅអានេះគេឲ្យផែនទីមកដែរប៉ុន្តែវាអត់មើលទៅវាអត់ទាន់ត្រូវយើងកែកុនថែមថយខ្លួនឯងឲ្យវាត្រូវជាមួយបរិបទរបស់យើងអញ្ចឹងណាហ្នឹងហើយបើនិយាយឲ្យខ្លីទៅគឺ theoretical framework គឺយើងយកទ្រឹស្ដីឬក៏ផែនទីឬក៏ framework របស់គេហ្នឹងយកមកប្រើតម្រង់ហើយយើងយល់ថាវាត្រូវជាមួយអ្វីយើងកំពុងសិក្សាអានេះយើងយករបស់គេមកដែរប៉ុន្តែវាអត់ត្រង់ត្រូវ 100% យើងបន្ថែមបន្ថយយើងបញ្ចូលគំនិតខ្លះយើងបញ្ចូលលទ្ធផលស្រាវជ្រាវខ្លះបង្កើតបានជាផែនទីថ្មីបង្កើតបានជា framework ថ្មីក្របខ័ណ្ឌគំនិតថ្មីយកទៅសិក្សាក្នុងការស្រាវជ្រាវរបស់យើងឃើញទេអញ្ចឹងខុសនេះតែប៉ុណ្្នឹងទេគឺអាមួយយើងយករបស់គេមកប្រើទៅហ្មងអាមួយទៀតយកមកឆ្នៃយកមកកែយកមកថែមថយអីហោហែទៅក៏យកទៅប្រើដូចគ្នាហើយ slide ទាំងអស់នេះគឺគ្រាន់តែបញ្យលមួយនឹងទៅមកទេអញ្ចឹងបងប្អូនយើងអាន slide ខ្លួនឯងទៅក្នុងក្រុមហ្នឹងណាខ្ញុំបញ្យលខ្លីៗចុះគឺ theoretical framework គឺយើងចេញពី series 1ឬក៏ series 2 3តែវាពាក់ព័ន្ធគ្នាក្នុងអំបូរ series តែមួយហើយវាបង្ហាញអំពីទ្រឹស្ដីឬក៏គំនិតដែលពាក់ព័ន្ធគ្នានឹងដល់ពេល conceptual framework គឺវាគ្រាន់តែបង្ហាញថាអត្ថេផ្សេងដែលយើងយកមកសិក្សាហ្នឹងតើវាតាក់ទងគ្នាយ៉ាងម៉េចអីចឹងណាហើយវាអត់ចេញពី series ណាទេអានេះណាអត់មានពាក្យ series ទេណាគឺវាចេញមកពី series ផងគំនិតផង research finding ផងស្អីក៏បានដែរអានេះគំនិតយើងខ្លះគំនិតគេខ្លះ series ខ្លះfinding ចេញពី research ពីមុនខ្លះយកមកផ្គុំចូលគ្នាបានទៅជា framework ដើម្បីជួយយើងក្នុងការសិក្សាអានេះយើងដើររកទៅឃើញ series មួយគេនិយាយរឿងហ្នឹងវាតំណងវាត្រូវនឹងអ្វីយើងសិក្សាយើងយកមកប្រើហ្មងបានថារើសរបស់គេមកប្រើអានេះដើររើសហើយយកមកឆ្នៃយកមកកែកុនដើម្បីប្រើដែរអញ្ចឹងណាអញ្ចឹងយើងមើលក្នុងរូបភាពថាមួយគឺយកមកប្រើដោយសារយកមកដូចត្រូវទាំងអស់មិនបាច់កែទេប្រើយកហ្មងអាមួយទៀតយកមកតោះឆ្នៃតោះបូកនេះបូកមនុស្សថែមនេះថែមមនុស្សដកចំណុចណាខ្លះបញ្ចូលចំណុចខ្លះបានយើងប្រើកើតអញ្ចឹងណាហ្នឹងហើយអញ្ចឹងខុសគ្នាតែប៉ុណ្្នឹងទេក្រៅពីហ្នឹងទៀតគឺដូចគ្នាទាំងអស់អញ្ចឹងណាហ្នឹងហើយនេះឧទាហរណ៍ថាអានេះគឺពឹងទៅលើ series ជាក់លាក់ណាមួយអានេះគឺនេះយើងយក concept យក idea យក construct យកអីហ្នឹងបញ្ញត្តិអត្ថេផ្សេងយកគុំចូលគ្នាคล้ายទៅជា framework មួយអានេះយកមកគេមកមានស្រាប់អស់ហើយអញ្ចឹងណាហ្នឹងហើយគោលបំណងវាគឺយើងបង្ហាញពីទំនាក់ទំនងនៃអត្ថេថាតើអត្ថេណាជាអត្ថេឯករាជ្យអាណាជាមិនឯករាជ្យអាណាជាអត្ថេចម្លងឬក៏ស្អីអីគេអត្ថេវាថា dependent independent អីហោហាយអញ្ចឹងណាហ្នឹងហើយអានេះគឺយើង framework ខាង concept framework គឺយើងជាអ្នកស្រាវជ្រាវហ្នឹងយើងជាអ្នកកំណត់អំពីអត្ថេទាំងអស់ហ្នឹងដែលយើងដាក់ចូលនៅក្នុង framework ហ្នឹងហើយអាណាវាពាក់ព័ន្ធគ្នាយើងអ្នកកំណត់ខ្លួនឯងតែការកំណត់ហ្នឹងមិនមែនយើងនឹកឃើញទេណាគឺយើងដើរតាម theory ដើរតាម concept ដើរតាមfinding research finding គេដែរណាមិនមែនចេះនឹកឃើញដែរណាហ្នឹងហើយទោះបីយើងនឹកឃើញដាក់ក៏យើងត្រូវយក research finding មកគ្រប់គ្រងដែរបានចេញជា framework មួយអានេះគឺមិនបាច់យកពីណាទេ series ហ្នឹងវាមាននិយាយអស់ហើយថាក្នុង series ហ្នឹងវាមានចំណុចស្អីខ្លះដែលត្រូវគិតណាអញ្ចឹងយើងយកហ្នឹងមកប្រើហ្មងទៅហើយមួយទៀតគេថា
theoretical framework គេច្រើនប្រើនៅក្នុង quant research ហើយ conceptual framework ប្រើនៅក្នុង qual research ដោយសារ quant research គោលបំណងវាសំខាន់គឺយក series មកតេស្តមើលថាតើ series ហ្នឹងដើរនៅក្នុងបរិបទនឹងដែរឬក៏អត់ដល់ conceptual framework គឺគេយក series មកឆ្នៃមកអីឲ្យត្រូវជាមួយបរិបទយើងបានយើងយកទៅសិក្សាអញ្ចឹងណាអញ្ចឹងវាត្រូវជាមួយរឿង qual ដោយសារ qual វា subjective វាពឹងផ្អែកទៅលើ researcher ជាអ្នកកែច្នៃជាអ្នកសម្របសម្រួលដល់ពេល quant research គឺ researcher ដើរទៅតាមទ្រឹស្ដីណាមួយជាក់លាក់គាត់តេស្តមើលថាតើទ្រឹស្ដីហ្នឹងវាដើរឬក៏មិនដើរហើយត្រូវធ្វើមិនទៀតអញ្ចឹងណាហ្នឹងហើយតែយើងជារួមទេតែមែនតើទៅចង់យក theoretical framework ទៅប្រើនៅក្នុង qual ក៏បាន quant ក៏បានទៅមកសេរីអញ្ចឹងណាហ្នឹងហើយនេះបន្ថែមចំណុចទៀតគឺអានេះវាផ្ដោតទៅលើ series មួយឬក៏គំនិតផ្សេងចេញពី series មួយដើម្បីបញ្យល់អំពីបាតុភូតព្រឹត្តិការណ៍ឬក៏អ្វីដែលយើងកំពុងសិក្សានឹងហើយនេះអត់ទេគឺយើងចាប់យកចំណុចផ្សេងពីទស្សនៈផ្សេងគំនិតផ្សេងទ្រឹស្ដីផ្សេងចាប់បន្តិចចាប់មក finding ផ្សេងយកមកគុំចូលគ្នាដើម្បីឲ្យយល់អំពីបាតុភូតឬក៏ហេតុការណ៍ឬក៏អត្ថេដែលយើងសិក្សានឹងអញ្ចឹងវាដូចគ្នាគ្រាន់តែមួយបានរបស់គេមកគឺត្រូវទាំងអស់យកហ្មងអានេះអត់ទេត្រូវឆ្នៃធ្វើអីយើងទៅហើយថាបានយើងត្រូវការ theoretical ហើយនិង conceptual framework គោលបំណងនោះគឺដើម្បីជួយយើងក្នុងការវិភាគជួយយើងក្នុងការប្រមូលទិន្នន័យដូចតែគ្នាទេណា research process data interpretation អីយ៉ាងទៅហើយអានេះគឺយើង frame theoretical framework នេះគឺយើងយកគំនិតគេយកមកប្រើអានេះយើងជាអ្នកគិតជាអ្នករៀបចំគុំផ្សំគុំដើម្បីយកមកប្រើនៅក្នុង research របស់យើងតែការផ្សំគុំក៏យកតាមគំនិតគេដែរគ្រាន់តែមិនមែនគំនិតតែម្នាក់គឺមានគំនិតគេខ្លះយើងខ្លះ research finding ខ្លះអីចឹងទៅបាទហើយខ្ញុំសូមឆែកបន្តិចមើលសូមកណាបាត់ហើយអូខេអានេះគឺថា Genesis ហ្នឹងគឺការបង្កើត framework នឹង theoretical framework ហើយនិង conceptual framework យើងបង្កើតមិនជារួមគឺយើងបាននិយាយគ្នាសបកហើយគឺយើងយក series មានស្រាប់យកមកប្រើអានេះគឺយើងអ្នកបង្កើតដោយរួមបញ្ចូលទស្សនៈឬក៏គំនិតឬក៏ទ្រឹស្ដីផ្សេងបញ្ចូលគ្នាទៅហ្នឹងណាហើយគោលបំណងវាដូចគ្នាយើងគឺយើងចង់បញ្ជាក់ថាអត្ថេដែលយើងសិក្សាហ្នឹងវាពាក់ព័ន្ធនេះយ៉ាងម៉េចអានេះក៏អញ្ចឹងដែរដូចគ្នាហើយវាជួយយើងក្នុងការប្រមូលក្នុងការវិភាគក្នុងការបញ្យល់លទ្ធផលរបស់យើងអានេះក៏អញ្ចឹងដែរដូចគ្នាទេអញ្ចឹងណានេះ collection interpretation ហើយនិង explanation អីចឹងទៅហ្នឹងហើយគាត់ថា conceptual framework វាចេញមកពី literature review បូកជាមួយនឹង data ដោយអីចឹងទៅអានេះអត់ទេចេញមកពី series ហ្មងចឹងការយកមកអនុវត្តហ្នឹងគឺយកទ្រឹស្ដីមួយយកមកអនុវត្តជារួមឬក៏ពាក់កណ្ដាលឬក៏មួយចំណុចណាមួយនៃទ្រឹស្ដីអានេះអត់ទេយើងយកគំនិតផ្សេងមកគុំចូលគ្នាសំយោគចូលគ្នាคล้ายទៅជា framework អានេះគឺវិធីសាស្ត្រ deductive បានថាយកមកប្រើហ្មងដល់ inductive អត់ទេមុននឹងយកមកប្រើបានត្រូវអង្គុយអានត្រូវអង្គុយពិនិត្យផ្សំគុំឲ្យចេញជា framework សិនអញ្ចឹងណាអានេះគឺយកមកប្រើអានេះគឺត្រូវបង្កើតសិនបានប្រើកើតសម្រាប់ methodological approach ដូចខ្ញុំបាននិយាយមិញហ្នឹងគឺពិចារណានេះជាមួយ quant អានេះជាមួយ qual ឬក៏ mixed method ចឹងទៅហើយtheoretical framework គឺវាយកបានគ្រប់បរិបទទាំងអស់ដោយសារវាជាទ្រឹស្ដីដែលយើងបាននិយាយគ្នាហើយទ្រឹស្ដីគឺវាត្រូវគ្រប់កន្លែងទាំងអស់ហើយ conceptual framework គឺយើងប្រើតែជាមួយ research របស់យើងទេចង់យកទៅប្រើនៅ research ផ្សេងតតែគេយកទៅឆ្នៃយកទៅអីបន្តទៀតចឹងណាហ្នឹងហើយអញ្ចឹងជួនកាលគេយក series មួយមកប្រើគឺប្រើបានប្រើហ្មងមិនបាច់ឆ្នៃទេតែបើយក series មកប្រើអត់កើតថតឆ្នៃវាคล้ายទៅជា conceptual framework គេយកទៅប្រើបន្តនៅតែ conceptual framework អញ្ចឹងតែបើគេយកអានេះទៅប្រើបន្តហើយទៅប្រើនៅស្រុកគេហើយទៅដូចអត់មានត្រូវកែអីទេ
វានៅតែជា theoretical framework តែបើកែវាក្លាយទៅជា conceptual framework តែបើយើងយក conceptual framework ទៅប្រើនៅក្នុងស្រុកយើងអត់មានកែក៏នៅតែជា conceptual framework ដែរហើយបើកែក៏នៅតែជា conceptual framework ដែរអញ្ចឹងណាវាទៅតែនេះគួរវាមិនមែនជា theory ទៅណាមកណាវានៅតែ conceptual framework ហ្នឹងអានេះសង្ខេបទេខ្ញុំគិតថាយើងនិយាយគ្នាហើយអញ្ចឹងមិនបាច់ខ្ញុំបញ្យល់ទេជារួមទ្រឹស្ដីមួយយកមកប្រើគឺ theoretical framework ទ្រឹស្ដីច្រើនគុំចូលគ្នាបូកជាមួយនឹងទស្សនៈផ្សេងកំណត់ផ្សេងឬក៏ research finding អីផ្សេងវាទៅជា conceptual framework តែប៉ុណ្ណឹងហ្នឹងហើយបាទចូលចំណុចទី2គឺរបៀបបង្កើតរបៀបបង្កើតវាគឺអញ្ចេះយើងធ្វើ research ពីអីក៏ដោយយើងត្រូវគិតអំពីអថេនៅក្នុង research ហ្នឹងគំនិតនៅក្នុង research ហ្នឹងថាតើស្អីទៅជាគំនិតដែលយើងចង់សិក្សាបន្ទាប់ពីនឹងហើយយើងទៅ review literature អាន series ផ្សេងរកមើលតំណែងនៃអថេដែលយើងចង់សិក្សាហ្នឹងខ្ញុំឧទាហរណ៍មួយថាយើងចង់សិក្សាមើលថាតើធ្វើម៉េចឲ្យនាយកសាលាម្នាក់គាត់អាចដឹកនាំសាលាគាត់បានល្អប្រសើរអញ្ចឹងវាពាក់ព័ន្ធនឹងកត្តាអីធ្វើឲ្យការដឹកនាំ leadership ហ្នឹងណាវាដើរវាមានប្រសិទ្ធភាពការដឹកនាំក្នុងសាលាអញ្ចឹងបើយើង topic យើងចង់ដឹងថាតើការដឹកនាំក្នុងកម្រិតសាលារៀននាយកសាលាហ្នឹងគាត់ដឹកនាំយ៉ាងម៉េចដើម្បីជោគជ័យយើងត្រូវមើលកត្តាឬក៏អថេនៅក្នុង research គេប្រើពាក្យអថេតែយើងស្មើនឹងកត្តាតើកត្តាអីធ្វើឲ្យការដឹកនាំមួយជោគជ័យអញ្ចឹងយើងត្រូវទៅអានទ្រឹស្ដីផ្សេងពាក់ព័ន្ធនឹងការដឹកនាំឬក៏ research ផ្សេងពាក់ព័ន្ធនឹងការដឹកនាំនឹងថាតើអ្វីធ្វើឲ្យការដឹកនាំនឹងវាជោគជ័យហើយការដឹកនាំនៅក្នុងសាលាព្រោះការដឹកនាំវាមានច្រើនរូបភាពណាមានសាលាមានក្រុមហ៊ុនមានប្រទេសអីចឹងទៅតែបើយើង research យើងតាក់ទងនឹងសាលាយើងទៅរកអាណាពាក់ព័ន្ធនឹងសាលាយើងអាន paper អានសភៅអាននេះអាននោះគេបត់របស់គេចឹងទៅហើយយើងប្រកាសជាឃើញ series ឬក៏ concept ឬក៏អីផ្សេងដែលគេយកមកប្រើហើយតែគេរៀបរាប់ហើយអញ្ចឹងយើងត្រូវ select ថាតើ series មួយណាដែលយើងចង់យកមកប្រើក្នុង research របស់យើងនេះ most relevant series that best explain your study focus បើយើងឃើញ series មួយឬក៏ឃើញការបញ្យល់គេមួយ framework របស់គេមួយគេបញ្យល់មកវាត្រូវមួយរបស់យើងល្អម៉ាច់ហ្មងយើងយកមកប្រើមកបើវាជា series យើងយកមកប្រើយើងបញ្យល់ទៅថា series ហ្នឹងគឺនិយាយចែកឲ្យវាពាក់ព័ន្ធនឹងការសិក្សារបស់យើងក្នុងរូបភាពម៉េចវាត្រូវយ៉ាងម៉េចចុងក្រោយយើងគូររូបភាពមួយជា framework ហ្នឹងទៅគូ diagram ឬក៏ figure មួយដែលចេញជា framework ហ្នឹងណាបែបហ្នឹងគឺ theoretical framework បានន័យថាយើងបានកំណត់ពីអថេឬកត្តាផ្សេងពាក់ព័ន្ធនឹងភាពធ្វើម៉េចឲ្យភាពអ្នកដឹកនាំមានប្រសិទ្ធភាពហើយយើងទៅអាន series អានអីរកឃើញ series មួយគេនិយាយថាដើម្បីឲ្យភាពជាអ្នកដឹកនាំនឹងល្អមានត្រូវគិតទៅលើកត្តា5ហើយយើងយល់ថា5ហ្នឹងគ្រប់ហ្មង5ហ្នឹងគឺល្អអាចយកមកប្រើបានយើងយកមកប្រើបញ្យល់ថាមិនបានយើងប្រើវានៅក្នុង research របស់យើងហើយយើងគូជា diagram មួយមកចប់ប៉ុន្តែបើវាជា conceptual framework នីតិវិធីដូចគ្នាអញ្ចឹងឧទាហរណ៍ថាប្រធានបទយើងចង់សិក្សាមើលថាតើការដឹកនាំក្នុងកម្រិតសាលាហ្នឹងធ្វើម៉េចដើម្បីឲ្យមានប្រសិទ្ធភាពយើងកំណត់អំពីកត្តាណាហើយយើងទៅអាន series អាន paper អាន case bot គេទៅថាតើពេលគេនិយាយពីភាពជាអ្នកដឹកនាំមានប្រសិទ្ធភាពហ្នឹងគេលើកកត្តាអីខ្លះយើងអានទៅយើងឃើញកត្តាច្រើនមែនតើហើយទៅយើងមើលថាតើមាន series ណាមួយដែលគេនិយាយកត្តាដែលគេនិយាយហ្នឹងយើងមើលទៅវាត្រូវអត់បើយើងឃើញ series មួយគេថាមាន5កត្តាហើយ5កត្តាហ្នឹងគឺត្រូវយើងចង់ប្រើតែ5ហ្នឹងដែរយើងយកមកប្រើមកវាជា theoretical framework ប៉ុន្តែយើងឃើញ5 series មួយគេនិយាយថា5ប៉ុន្តែយើងជាអ្នកស្រាវជ្រាវយើងក្នុងបរិបទយើងមានបទពិសោធន៍មានអីហ្នឹងយើងយល់ថា5ហ្នឹងជាអត់គ្រប់ទេអត់ទាន់ត្រូវទេយើងចង់បានថែម2ចំណុចទៀតនៅក្នុងបរិបទយើងហ្នឹងនាយកសាលាតើថាថែម2ចំណុចមួយទៀតបានវាដើរហើយអត់មាន series ណានិយាយអំពីចំណុចហ្នឹងទេអូបានន័យថា
អត់មាន series ណានិយាយដល់7ចំណុចទេមានតែ series មួយនិយាយ5ប៉ុន្តែមានការសិក្សាមួយគេនិយាយមួយចំណុចនេះការសិក្សានោះនិយាយមួយចំណុចនោះយ៉ាងអាពីរចំណុចផ្សេងនេះវាចេញមកពីការសិក្សាចំនួន2ឬក៏3ការសិក្សាដែលយើងបានអានទៅប៉ះអញ្ចឹងយើងយកការសិក្សា2 3ហ្នឹងដែលនិយាយ2ចំណុចមកបូកជាមួយនឹង series មួយដែលគេនិយាយ5ចំណុចបង្កើតបាន framework មួយដែលមាន7ចំណុចហើយ7ចំណុចនេះយើងជាអ្នកស្រាវជ្រាវយើងមានអារម្មណ៍ថាត្រឹមត្រូវពេញលេញអញ្ចឹងបើយើងធ្វើបែបហ្នឹងយើងយក series មួយដែលមាន5កត្តាបូកជាមួយនឹងការសិក្សាមួយដែលមាន1កត្តាហើយការសិក្សាមួយទៀតមាន1កត្តាទៀតបូកចូលគ្នាចេញជា framework មួយដែលមាន7កត្តា7អថេនេះឬក៏កត្តាដែលធ្វើឲ្យភាពជាអ្នកដឹកនាំឬការដឹកនាំហ្នឹងមានប្រសិទ្ធភាពបែបហ្នឹងគឺជា conceptual framework បានន័យថាយើងអត់ដើរតាមអ្នកណាម្នាក់ទេយើងដើរតាម series មួយដែលនិយាយ5កត្តាយើងដើរតាម paper មួយដែលគេនិយាយថាមាន1កត្តាទៀត paper មួយទៀតមាន1កត្តាទៀតបូកចូលគ្នា7កត្តាដែល7កត្តាហ្នឹងគឺគ្មានការសិក្សាណានិយាយទេពីមុនមកគឺគេនិយាយតែ5អ្នកខ្លះនិយាយតែ3អ្នកខ្លះនិយាយតែ4អីចឹងណាហ្នឹងហើយប៉ុន្តែបើសិនជាយើងអានទៅអានមកឃើញ paper មួយគេនិយាយថា7កត្តាហ្នឹងគឺធ្វើឲ្យជោគជ័យធ្វើឲ្យការដឹកនាំហ្នឹងមានប្រសិទ្ធភាពហើយបើយើងឃើញគេនិយាយថា7ហើយរបស់គេហ្នឹងគឺ7ហ្នឹងត្រូវចិត្តយើងហ្មងយើងយកមកប្រើត្មងមកមិនបាច់ចាំយកទៅបូកអាណាទេគឺយើងយករបស់គេម្នាក់ដែលគាត់និយាយថាមាន7ហ្នឹងយកមកប្រើនៅក្នុង research របស់យើងថា conceptual framework របស់យើងគឺយើងadopt តាមម្នាក់ហ្នឹងចប់អញ្ចឹងមិនគេឲ្យទៅអានគេឲ្យយើងទៅអាន paper អាននៅ case bot ជួនកាលអ្វីយើងចង់បង្កើតហ្នឹងណាគេប្រើហើយអញ្ចឹងយើងមិនបាច់ទៅបង្កើតថ្មីទេយើងយកអាគេប្រើហើយហ្នឹងយកមកប្រើនៅក្នុង research របស់យើងទៅនៅ case bot ក៏ដោយ paper ក៏ដោយគឺយើងយករបស់គេដែលមានស្រាប់យកមកប្រើនៅក្នុងរបស់យើងដោយមិនបាច់កែកុនបន្ថែមបន្ថយទេបើយើងយល់ថារបស់គេហ្នឹងវាគ្រប់ចំណុចដែលយើងចង់យកមកប្រើដែរអញ្ចឹងណាអញ្ចឹងឥឡូវនេះបើវាជា series ហើយគេនិយាយថា5ហើយយើងយល់ថា5នឹងគ្រប់យើងយកមកប្រើរបស់យើងជា concept ជា theoretical framework អានេះមានពីរករណីណាបើយើងឃើញ series មួយមាន5យើងឃើញ paper មួយមាន1 paper មួយទៀតមាន1យើង combine អា3ចូលគ្នាណា series មួយមាន5 paper មួយមាន1 paper មួយទៀតមាន1បូកចូលគ្នា3ហ្នឹងคล้ายទៅជា framework មួយមាន7ចំណុចអាហ្នឹងគឺ conceptual framework ប៉ុន្តែបើសិនជាយើងអានទៅអានមកមាន paper មួយនិយាយ7ចំណុចហ្នឹងហ្មងត្រូវចិត្តយើងហ្មងហើយគាត់យកមកពីណាយកទៅអារបស់គាត់ហ្នឹងគាត់អាច combine ពីនេះពីនោះមកតែគាត់តែចុងក្រោយគាត់រកឃើញថា7ចំណុចហ្នឹងគឺសំខាន់ក្នុងការធ្វើឲ្យភាពជាអ្នកដឹកនាំឬការដឹកនាំហ្នឹងមានប្រសិទ្ធភាពហើយយើងយល់ថា7ហ្នឹងត្រូវដែរយើងអត់ចង់ថែមអត់ចង់ថយគឺយើងយករបស់គាត់ហ្នឹងមកប្រើតែហ្មងយើងថាយើង adopt ពីម្នាក់នោះហើយហ្នឹងវាជា conceptual framework ដដែលទោះបីយើងយកមកអត់កែក៏ដោយព្រោះវាពីដើមវាជា conceptual framework យើងយកមកប្រើវានៅតែជា conceptual framework ដដែលបើវាជា theoretical framework បើវាជា theory ពីដើមយើងយកមកប្រើវាคล้ายទៅជា theoretical framework បើយើងអត់ដូរបើយើងដូរយើងកែយើងកុនវាទៅជា conceptual framework អញ្ចឹងការប្រើ conceptual framework មានពីររូបភាពហ្នឹងគឺរូបភាពមួយយើង combine series combine concept combine នេះ combine នោះបញ្ចូលគ្នាបង្កើតបាន framework មួយរូបភាពមួយទៀតគឺយើងអានទៅអានមកប៉ះបុកនៃ case bot មួយឬក៏ paper មួយគឺប្រើ framework ហ្នឹងហើយយើងត្រូវចិត្តយើងហ្មងយើងយល់ថាយកមកប្រើក្នុងបរិបទយើងត្រូវហ្មងយកមកប្រើដោយមិនបាច់កែអញ្ចឹងយើងបាន framework មួយដោយមិនបាច់ចាំធ្វើអីច្រើនទេគឺយើងគ្រាន់តែយកមកបញ្យល់សារថ្មីទៅហើយរបស់គេប្រើហ្នឹងគេបញ្យល់អស់ហើយយើងគ្រាន់តែអានឲ្យយល់ហើយព្យាយាមបញ្យល់ឡើងវិញកុំ copy របស់គេគឺយើងរៀនតាមគេបញ្យល់យើងរៀនបញ្យល់ម្ដងទៀត paraphrase អញ្ចឹងណាមិនមែនឃើញរបស់គេត្រូវហើយយើង copy ពាក្យពេចន៍គេបញ្យល់ទាំងអស់ហ្នឹងក៏អត់ត្រូវដែរគឺយើងយក framework មកប្រើបានប៉ុន្តែការបញ្យល់គឺយើងជាអ្នកបញ្យល់សារថ្មីក្នុងន័យ research គឺយើងយកតែគំនិតទេអត់យកពាក្យពេចន៍របស់គេទេគំនិតគេយើងយកបានផ្សាយគេទៅប៉ុន្តែពាក្យពេចន៍យើងជាអ្នកសរសេរឡើងវិញតខំហ្នឹងជាប់ plagiarism អញ្ចឹងណាអានេះគ្រាន់ជាឧទាហរណ៍ទេឧទាហរណ៍ថាបើគេចង់សិក្សាអំពីអឺ feedback នេះថាតើ feedback ហ្នឹងវាជួយសិស្សឲ្យ motivate គាត់ឲ្យរៀនយ៉ាងម៉េច
chẳng dươngត្រូវកំណត់ថាតើអ្វីទៅជា variable នៅក្នុង research របស់យើង variable យើងគឺ feedback ជាមួយនឹង motivation យើងទៅរកមើល series ណានិយាយអំពី feedback និង motivation យើងរកឃើញ series មួយ self determination series គេបញ្យល់ថា motivation ហ្នឹងវាអាចคล้ายចេញជាស្អីចឹងណាអញ្ចឹងយើងយកអាហ្នឹងមកប្រើបដ ாய் យើងយក series និយាយថាអូខេ series ហ្នឹងនិយាយថាបើ feedback ហ្នឹងក៏វាអាចជួយឲ្យមាន intrinsic motivation ដែរអញ្ចឹងយើងយកអាហ្នឹងមកបញ្យល់មកថា series ហ្នឹងមិនអីមិនមានអត្រាអីខ្លះនៅក្នុងហ្នឹងអញ្ចឹងណាហើយយកមកបញ្យល់ហើយថាតើយើងយកវកគេហ្នឹងក្នុង series ហ្នឹងវាមានចំណុចសំខាន់អីខ្លះហើយយើងយកអារឿងហ្នឹងមក apply នៅក្នុង research របស់យើងហ្នឹងនៅក្នុងអត្ថេឬគំនិតដែលយើងចង់សិក្សាហ្នឹងយ៉ាងម៉េចហើយវាមានចំណតំណងនៃអត្ថេឬកត្តាផ្សេងៗហ្នឹងយ៉ាងម៉េចគូ diagram មួយមកបានហើយប៉ុន្តែបើសម្រាប់ conceptual framework រឿងតែមួយទេរឿង feedback ហ្នឹងអញ្ចឹងរឿង motivation ហ្នឹងអញ្ចឹងយើងមើលថាតើដូចថាប្រធានបទគេចង់សិក្សាមើល motivation ក្នុងការរៀនអង់គ្លេសគេទៅមើល self determination theory គេទៅមើល social cognitive theory គេមើល motivational research អញ្ចឹងគេយក series 2មកគុំចូលគ្នាបូកជាមួយ research finding ពាក់ព័ន្ធនឹង motivation គុំ3នឹងចូលគ្នាគេបានជាកត្តាឬក៏ variable 4-5 ទៅដែលមានតំណែងជាមួយគ្នាអញ្ចឹងគេចេញទៅជាតំណែងនៃអត្ថេណាឬតំណែងនៃកត្តាមួយហ្នឹងគឺបើមាន teacher feedback វាជួយឲ្យសិស្សហ្នឹងមាន sense of competence សិស្សហ្នឹងគាត់ច្បាស់ជាងមុនអញ្ចឹងគាត់យល់ច្បាស់ជាងមុនគាត់ចេះជាងមុនគាត់មានការលើកទឹកចិត្តក្នុងការរៀនសូត្របន្ថែមអញ្ចឹងគេចេញជា self efficacy ទំនុកចិត្តលើខ្លួនឯងធ្វើឲ្យយើងនឹងធ្វើអីមួយដោយច្បាស់លាស់ persistent នោះថាយើងបន្តធ្វើរហូតចឹងទៅហើយវាអាចធ្វើឲ្យយើងនឹងមានភាព motivation មានការលើកទឹកចិត្តក្នុងការធ្វើអីមួយអញ្ចឹងគេក៏បានជា diagram មួយពីគូតំណែងនៃអត្ថេ set efficacy រុញទៅឲ្យ persistent រុញទៅឲ្យ motivation អីហោះហើយចឹងទៅដែលអាហ្នឹងគឺយើងយកចេញមកពី series 2បូកជាមួយនឹង research finding 1ហើយគេគូហើយគេបញ្យល់ដូចគេដូចឯងយើងទៅបញ្យល់ថាថៃបានយើងយកហ្នឹងមកប្រើហើយហ្នឹងវាពាក់ព័ន្ធនឹង research យើងយ៉ាងម៉េចអានេះក៏អញ្ចឹងដែរទៅបញ្យល់ទៅអីដូចគ្នាគ្រាន់ថាគេយក series មួយមកប្រើអានេះយក series បូកមួយ series បូកជាមួយ concept បូកជាមួយ research finding អីទៅមកអញ្ចឹងឆ្នៃឲ្យចេញជា framework មួយអញ្ចឹងណាអញ្ចឹងខុសគ្នាតែប៉ុណ្្នឹងទេវិធីបង្កើតដូចគ្នាគឺអានេះអាចមាន series មួយគេបញ្យល់មកយើងយកមកបញ្យល់សារថ្មីហើយអានេះបញ្យល់ series 1បញ្យល់ series 2បញ្យល់ finding ចេញពី research 2-3 ថែមទៀតបូកគុំចូលគ្នាទៅបានចេញជា framework បាទនេះជា step ក្នុងការធ្វើកិច្ចការនឹងទាំងអស់ហ្នឹងគឺចង់បង្កើត framework មិនមែនសុកចេញភ្លេចមកទេគឺយើងត្រូវទៅអានសិនអានមើលថារឿងរ៉ាវដែលយើងចង់សើថារឿងស្អី leadership មិញនេះតើដឹកនាំការដឹកនាំក្នុងសាលាធ្វើម៉េចបានជោគជ័យយើងតែប៉ិតយើងមិនទាន់អាន literature ក៏យើងដឹងដែរថាត្រូវធ្វើម៉េចខ្លះណាយើងត្រូវដឹងថាអូត្រូវអ្នកដឹកនាំគាត់មានចំណេះដឹងគាត់មាន soft skill មានចេះការលើកទឹកចិត្តបុគ្គលិកមានការគ្រប់គ្រងហិរញ្ញវត្ថុមាននេះមាននោះអីចឹងណាហ្នឹងហើយមាន ethic មានអីចឹងទៅយើងដឹងហើយប៉ុន្តែ research មិនចេញមកពីការយើងដឹងទេគឺយើងត្រូវទៅអានមើលការស្រាវជ្រាវពីមុនថាតើយើងគិតថាអញ្ចឹងវាត្រូវអត់គេសិក្សាគេរកឃើញមិនអត់អញ្ចឹងគឺអានសិនអានទៅយើងប្រកាសជាឃើញ framework ឃើញ conceptual framework ដែលគេយកមកប្រើហើយវោ research រាប់ពាន់រាប់ម៉ឺនរាប់លានហ្នឹងអញ្ចឹងប្រកាសជាមានហើយគេនិយាយរឿងស្អី leadership រឿងអីហ្នឹងរឿងអីក៏មានដែរនិយាយទៅអញ្ចឹងយើងមើលថាតើអាគេប្រើហ្នឹងវាត្រូវមួយរបស់យើងអត់យើងចង់សិក្សានៅក្នុងបរិបទយើងនេះថាតើអ្វីគេប្រើហ្នឹងយើងឃើញថាវាត្រឹមត្រូវយើងអាចយកមកប្រើបានអត់បើយើងអានទៅប៉ះ framework មួយឬក៏ series មួយ framework conceptual framework ក៏ដោយ theoretical framework ក៏ដោយបើយើងអានទៅប៉ះគេប្រើមួយហើយអាហ្នឹងវាដូចម៉ាច់ហ្មងបាច់កែទេយកមកប្រើបើវាមុននឹងជា theoretical framework យើងថាវាជា theoretical framework បើវាជា conceptual framework យើងថាជា conceptual framework អត់មានកែកុនទេយកមកប្រើតែហ្មង adopt ចេញពីអានោះមកចប់អញ្ចឹងណាតែបើប៉ុន្តែមិនទាន់ចប់ទេយើងត្រូវអាន
របៀបបញ្យល់របស់គេអីចឹង concept ហ្នឹងគេមានន័យថាម៉េចឲ្យយល់ដែរណាហ្នឹងឯងអានទៅហើយយើងបង្កើតយើងជ្រើសរើសមកបើវាដូចទាំងអស់យើងជ្រើសរើសយកមកបញ្យល់ research របស់យើងទៅអាហ្នឹងគឺចេញបើវាជាគេហៅ theoretical framework ប្រហែលយើងអានឃើញ series ឬក៏សັບ4 10ចឹងទៅស្រាប់តែយើងមានអារម្មណ៍ថាចា4 10ហ្នឹងវាអត់ត្រូវជាមួយបរិបទយើងសោះឬក៏អត់ត្រូវជាមួយអ្វីយើងចង់សិក្សាយើងចង់បន្ថែមចំណុចនេះចំណុចនោះទី3ទៀតចឹងយើងយករបស់គេហ្នឹងណាយកមកបន្ថែមយករបស់គេថារបស់គេមាន5ចំណុចតែយើងយល់ថា5នោះអត់គ្រប់ទេយើងទៅអានទៅឬក៏យើងមើល series មួយទៀតគេថាមាន3ចំណុចទៀតសំខាន់ដែរអានោះថាមានមួយទៀតដែលខុសពីខាងដើមអញ្ចឹងយើងកំបាញ់2 3នឹងចូលគ្នាហ្មងកំបាញ់ចូលគ្នាតតែយើងពេញចិត្តថាតតែមាន7ចំណុចឬក៏8ចំណុចហ្នឹងបានធ្វើឲ្យការដឹកនាំនៅក្នុងបរិបទសាលាយើងនឹងវាដើរបើយើងយល់អញ្ចឹងណាយើងយក3ហ្នឹងមកកំបាញ់ចូលគ្នាមកបង្កើតបានជា framework មួយយើងហៅថា conceptual framework ហើយយើងអានទៅអាន article ដើម្បីបញ្យល់អា concept ហ្នឹងព្រោះយើងយកមកច្រើនណាយើងយក series មួយយក concept 2ទៀតនៅក្នុង research អស់វា7មិនអញ្ចឹងត្រូវបញ្យល់មួយម្ដងហ្នឹងតែការបញ្យល់ហ្នឹងយើងពឹងទៅលើអត្ថបទស្រាវជ្រាវពឹងទៅលើយើងរកឃើញនឹងផងតែមិនពឹងតែម្នាក់ហ្នឹងទេណាពឹងតែម្នាក់ហ្នឹងយើងដូច copy paste ពីគេអញ្ចឹងអត់ទេពឹងអានឹងផងពឹងទៅលើសភៅផងពឹងទៅលើអត្ថបទផងអានឲ្យយល់ខ្លួនឯងហើយយើងយកមកបកស្រាយសារថ្មីឡើងវិញ5ចំណុចហ្នឹងគេប្រកាសជាបកស្រាយហើយយើងបកស្រាយសារថ្មីផ្សាយគេផងផ្សាយសភៅផងផ្សាយ article ផងហើយអាពីរទៀតហ្នឹងយើងឃើញចេញពី article យើងផ្សាយ article ហ្នឹងមកបានវាคล้ายទៅជា framework មួយរបស់យើងជា conceptual framework គឺនីតិវិធីដូចគ្នាអញ្ចឹងត្រូវដើរអានរកសិនតែពិតយើងមិនបាច់រកក៏យើងដឹងថាវាត្រូវមានអីខ្លះដែរប៉ុន្តែចុងក្រោយយើងត្រូវទៅសេបញ្យល់គេដែរហ្នឹងបើយើងមិនបានអានយើងទៅបញ្យល់អ្ហ្មិចយើងទៅមានកំណត់ណាទៅបញ្យល់ពី series ថាមាន5កត្តាហ្នឹងយើងនិយាយទៅខ្លួនឯងមិនកើតពីត្រូវមាន citation នៅក្នុង research ហ្នឹងណាអញ្ចឹងត្រូវតែអានដែរអត់ជាអត់ទេអានឲ្យឃើញហ្មងបើយើងសំណាងអានទៅឃើញបាច់ចំអាគេប្រើហ្នឹងគឺត្រូវរបស់យើង 100% ហ្មងលឿននោះយកមកប្រើបណ្ដោយហើយបញ្យល់តាមគេទៅបញ្យល់តាមគេគឺយើងមើលរបស់គេបញ្យល់នឹងផងទៅអានថែមទៀតដើម្បីយកមកបញ្យល់ចេញពីកំណត់ផ្សេងមកទៀតចឹងណាឲ្យវាមើលទៅវាមានការផ្សាយនឹងច្រើនកុំលេងបញ្យល់ theoretical framework ពឹងតែឯកសារយោងតែមួយដែលយើង copy មកហ្នឹងចប់ហើយអត់ចឹងទេគេអត់ពឹងតែម្នាក់អីគេពឹងមនុស្ស4 10នាក់នៅក្នុងផ្នែកហ្នឹងអញ្ចឹងណាយើងត្រូវអានសភៅខ្លះអត្ថបទខ្លះនិកាយបទខ្លះបូកចូលគ្នាទៅចេញជា framework មួយដែលយើងត្រូវបញ្យល់ហ្នឹងអញ្ចឹងដូចគ្នាអញ្ចឹងត្រូវដើររមើលនិកាយបទរមើលអត្ថបទស្រាវជ្រាវហើយយើងអានទៅប៉ះ framework ដែលគេប្រើយើងកត់ទុកមកយើងមើលថាតើវាត្រូវមួយយើងអត់បើត្រូវយកមកប្រើមកបើមិនត្រូវទេយើងថែមថយបូកថែមដកចេញអីហោហែទៅចេញជា framework ថ្មីនេះគេឲ្យយើងប្រើដោយ without with or without ដាក់ without ទាំងពីរ use it with or without change modification or develop a new one បានថាយកមកប្រើជួនកាលយើងប្រើដូចខ្ញុំលើកខាងដើមអញ្ចឹងណាប៉ះ framework គេនេះគេប្រើមកគឺត្រូវចិត្តយើងហ្មងយកប្រើតែហ្មងមិនបាច់ចាំកែទេប៉ះខ្លះទៀតដូចត្រូវដែរតែខ្វះមួយខ្វះពីរឬក៏លើសមួយលើសពីរយើងថែមទៀតចឹងទៅចឹងណាហើយយើងត្រូវទៅអានទៀតមិនប៉ុណ្្នឹងចប់ទេណាត្រូវអានសភៅអានអត្ថបទផ្សេងដើម្បីយកមកបញ្យល់អា concept នេះព្រោះក្នុង series ក្នុង conceptual framework វាមាន concept នៅក្នុងហ្នឹងមានអកតាតែយើងយកមកសិក្សាក្នុងហ្នឹងណា4 5កតាមួយកតាហ្នឹងកាន់តែច្រើនកាន់តែត្រូវអានឲ្យច្រើនដើម្បីមកបញ្យល់ចឹងណាតែគាត់ថាមុននឹងយើងទៅអានបញ្យល់យើងទៅដើររកសិនរកឲ្យឃើញ series ក្នុង series មានកតាទៅអានថែមដើម្បីយកកំណត់មកទៅសេពីកតាមួយឬក៏ variable មួយហ្នឹងបាទចប់ហើយប៉ុណ្ណឹងចឹងខ្ញុំបង្ហាញ example តិចតួចហើយយើងចប់ហ្មងព្រោះផ្នែកមួយទៀតគឺយើងបាននិយាយគ្នាហើយអានេះកន្លែងផ្នែកដែលដាច់អ៊ីនធឺណិតដែលខ្ញុំអត់ដឹងថាអត់បាន record ចឹងណាយើងឧទាហរណ៍ framework នេះមួយ framework នេះគាត់សិក្សាអំពីការស្រាវជ្រាវរបស់គ្រូនៅកម្ពុជាហើយគាត់យក framework មួយគឺ framework របស់ concept មួយគេប្រើពាក្យមាន3 level ណា
cái community of practice ហ្នឹងគឺ micro meso និង macro នេះកម្រិតតូចកម្រិតឈុំកម្រិតធំអញ្ចឹង micro គឺគ្រូ meso គឺស្ថាប័ន macro គឺកម្រិតលើសស្ថាប័នកម្រិតELT setting កម្រិតnational អីចឹងណាចឹងគាត់ថាដើម្បីឲ្យ research មួយដើរតបមើលទៅលើ3កម្រិតហ្នឹងកម្រិតគ្រូកម្រិតស្ថាប័ននិងកម្រិតលើសស្ថាប័នគឺកម្រិតក្នុងហ្នឹងគាត់លើកករណីសិក្សា CAMTISO មួយ conference មួយដែលគេធ្វើរាល់ឆ្នាំដើម្បីជំរុញ ELT ហ្នឹងគាត់យក framework ហ្នឹងយើងដើរតាមហ្នឹងទៅអញ្ចឹងពេលគាត់ទៅ promote ទៅនេះគាត់ត្រូវសួរគ្រូនេះគាត់សួរ5គ្រូសិក្សា5គ្រូហ្នឹងគ្រូចំនួន5នាក់ពាក់ព័ន្ធ research គាត់ករណីសិក្សាសាលា AFL មួយអញ្ចឹងគាត់ទៅសិក្សាលើសាលាហ្នឹងថាតើសាលាហ្នឹងជួយជំរុញ research យ៉ាងម៉េចគាត់សិក្សាទៅលើ CAMTISO ថាតើ CAMTISO វាធ្វើម៉េចដើម្បីជំរុញ research អញ្ចឹង framework វាជួយយើងក្នុងការទៅ promote ទិន្នន័យព្រោះយើងមាន3 level អញ្ចឹងពេលយើង promote តាមហ្នឹងឃើញទេវិភាគក៏វិភាគតាមហ្នឹងបកស្រាយក៏បកស្រាយតាមហ្នឹងអញ្ចឹងណាដល់ research នេះមួយអានេះហាងតូចទីបាក់មើលគឺគេសិក្សាអំពីបទពិសោធន៍របស់គ្រូក្នុងការសរសេរបោះពុម្ពអញ្ចឹងគាត់ថាដើម្បីសរសេរបោះពុម្ពបានកត្តាចាំបាច់3ដែលត្រូវការនេះ1 2 3អានេះធំជាងគេអានេះដូចវា macro meso micro មិនដែរណាតែគេមាន term ផ្សេងអានេះគេហៅ linguistic empiricism អានេះ linguistic capital អានេះ discourse community អញ្ចឹងការងាររបស់គាត់ត្រូវបញ្យល់ឲ្យមួយហ្នឹងបញ្យល់ឲ្យលម្អិតអាហ្នឹងស្អីគេអញ្ចឹងដើម្បីបញ្យល់ហ្នឹងតើយើងទៅអាន Nikkei-bot អានសភៅអាន paper បានបញ្យល់ចេញមិនអញ្ចឹងវា clear នេះសិតតែ term ធំនេះបើយើងអត់អានទេបញ្យល់អត់ចេញទេអញ្ចឹងទៅមកគឺត្រូវតែទៅអានសភៅត្រូវតែធ្វើ literature review ទៅដែរទេហើយបើយើងទៅអានប៉ះ Nikkei-bot ឬក៏អត្ថបទដែលគេយក framework ហ្នឹងមកប្រើស្រួលហ្មងពួកគេបញ្យល់អស់ហើយហ្នឹងយើងគាត់បញ្យល់សារថ្មីហ្នឹងឃើញទេអញ្ចឹងគេឲ្យយើងដើររកឲ្យឃើញដើម្បីមើលការបញ្យល់របស់គេយើងរៀនបញ្យល់តាមគេបន្ថែមបន្ថយ update ពីលើគេពួកគេបញ្យល់5ឆ្នាំមុនយើងបញ្យល់5ឆ្នាំក្រោយវាត្រូវមានអីថ្មីទៀតហើយមើលអត្ថបទថ្មីចេញឆ្នាំ2025យកមកបញ្យល់នេះអញ្ចឹងណាហ្នឹងហើយអានេះ research នេះគេនិយាយអំពីការអភិវឌ្ឍវប្បធម៌ស្រាវជ្រាវនៅ Tanzania គេថាដើម្បីអភិវឌ្ឍវប្បធម៌ស្រាវជ្រាវបានត្រូវការ4កត្តាអញ្ចឹងរឿងទាំងអស់គឺរឿងកត្តានោះទេអថេឬកត្តាហ្នឹងតែកត្តាអីធ្វើឲ្យរឿងដែលយើងចង់សិក្សាហ្នឹងវាមានដំណើរការឬក៏មានប្រសិទ្ធភាពដោយករណីខ្ញុំលើកថារឿងការដឹកនាំរបស់គ្រូរបស់នាយកសាលាអញ្ចឹងធ្វើម៉េចដើម្បីឲ្យនាយកសាលាដឹកនាំល្អកត្តាមានអីខ្លះបើមាន7យើងរៀបរាប់7មកនេះគឺថាដើម្បីឲ្យជំរុញការស្រាវជ្រាវនៅស្រុកគេនឹងដែរតើមាន4រឿង context input process outcome មួយមានស្អីគឺនៅក្នុងនេះអញ្ចឹងពេលគាត់សរសេរគាត់បញ្យល់អាហ្នឹងអូខេ context បញ្យល់មានស្អីខ្លះនេះ4ដបហ្នឹងទៅ work input ត្រូវមាន4ដបហ្នឹងទៅ process មាន4ដបហ្នឹងទៅអាហ្នឹង4ដបទៅហើយការបញ្យល់4ដបហ្នឹងបានមកពីណាបានមកពីយើងអាន research ពីមុនអានសភៅអាន Nikkei-bot តែគេប្រើអាហ្នឹងដែរគេបញ្យល់មុនយើងរៀនបញ្យល់តាមគេយើងអានថែមយើងអីហ្នឹងទៅដើម្បីបញ្យល់ទាំងអស់ហ្នឹងគេដែរបើយើងបើអត់អានអត់ទៅមើលរបស់គេទេយើងបញ្យល់មិនចេញអញ្ចឹងណាអានេះគេសិក្សាអំពី international university partnership គេសិក្សាគេយក framework មួយដែលមាន4កត្តាក្នុងហ្នឹងថាដើម្បីឲ្យ international university partnership នឹងវាដើរតើតាមាន equity autonomy solidarity ហើយនិង participation គេដែរហើយបញ្យល់មួយហ្នឹងមកហើយដើម្បីបានបញ្យល់ឲ្យមួយហ្នឹងទៅមើលអត្ថបទស្រាវជ្រាវដែលគេនិយាយរឿងហ្នឹងគេហៅ mutuality framework នេះឬក៏ Nikkei-bot ដែលគេនិយាយរឿងហ្នឹងយកមកមើលឲ្យយល់ហើយសរសេរសារថ្មីមកហើយបាទហើយនេះគេអត់មានគូអីញ៉ៃគេធ្វើតែប៉ុណ្ណឹងតារាងមួយហ្នឹងជា framework របស់គេហើយអានេះ table នេះជា framework អានេះរូបអញ្ចឹងជា framework អានេះរូបចេះជា framework អញ្ចឹងគេគូគេអីសាច់ចិត្តគេអញ្ចឹងណាចេញជាគូអញ្ចឹងឬក៏តារាងឬក៏ចេះអានេះអត់មានស្អីមានតែប៉ុណ្ណឹង framework គេគឺគេយកតាម Bourdieu ហើយគេ framework របស់គេគឺយក habitus គុណជាមួយនឹង capital បូកមួយ field ចេញ practice ហើយត្រូវបញ្យល់មួយហ្នឹងស្អីគេ habitus ស្អីគេ capital ស្អីគេ field ស្អីគេ practice បញ្យល់តាមលោក Bourdieu នេះហើយមិនតែមើលរបស់គាត់ទេទៅមើលសភៅមើល
អត្ថបទស្រាវជ្រាវគេនិយាយពីគាត់ហ្នឹងណាពីរាប់រយរាប់ម៉ឺនអត្ថបទនិយាយពីលោកហ្នឹងអញ្ចឹងយើងមិនមែនតែអង្គុយនឹកឃើញសេទេព្រោះខ្ញុំគិតថាអ្នកខ្លះមិនដែលឃើញពាក្យហ្នឹងផង habitus នេះអញ្ចឹងណាមិន habit ទេណា habitus អញ្ចឹងត្រូវទៅអានមើលស្អីគេអាហ្នឹង paper ណានិយាយពីអាហ្នឹងគេបញ្យល់អស់ហើយយើងទៅអានដើម្បីយកមកបញ្យល់នៅក្នុង paper ឬក៏ในគេបទរបស់យើងអញ្ចឹងណាអានេះគេ framework មួយគេសិក្សាទៅលើ transformational leadership development គេមើលទៅលើ3កត្តា follower goal ហើយនិង hard goal leadership ហើយក្នុងនោះមានស្អីមកនៅក្នុងនេះក៏មានដែរ 4A នេះខ្ញុំមិនដឹងជាអីតែក្នុងនោះមានក្នុងនេះអញ្ចឹងបញ្យល់មួយនឹងទាំងអស់ហើយការបញ្យល់នឹងដូចគ្នាអញ្ចឹងគឺត្រូវទៅអានរកមើលអត្ថបទណាដែលគេនិយាយថាស្អី transformational leadership ត្រូវការ follower ត្រូវការ goal ត្រូវការអីហ្នឹងគេបញ្យល់អស់ហើយយើងទៅបញ្យល់សារថ្មីអញ្ចឹងណាអានេះ research របស់ខ្ញុំការខ្ញុំធ្វើ PhD ខ្ញុំបង្កើត framework ប៉ុណ្ណឹង framework របស់ខ្ញុំហ្នឹងគឺកាលខ្ញុំធ្វើថាតើ research នៅស្រុកខ្មែរឲ្យវាដើរត្រូវមើលទៅលើកត្តាអីខ្ញុំចូល framework មួយដែលគេនិយាយកត្តា2គឺកត្តាសង្គមមួយនិងកត្តាបុគ្គល structure នោះសំដៅលើកត្តាសង្គមហើយខ្ញុំនិយាយកត្តាសង្គមជា2គឺកត្តាកម្រិតជាតិហើយនិងកត្តាកម្រិតស្ថាប័នសម្រាប់ agency កត្តាបុគ្គលខ្ញុំមើលទៅលើកត្តាបុគ្គលផ្សេងហើយនឹង agency នោះមិនដឹងបកខ្មែរតែមិនទេគឺរបៀបថាមនុស្សហ្នឹងគាត់មានសកម្មភាពឬក៏ធ្វើអីមួយតាមអ្វីដែលគាត់គិតអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាពឹងទៅលើកត្តាផ្សេងៗដែលគាត់មានដូចថាគាត់ភេទស្រីភេទប្រុសចាស់ឬក៏ក្មេងសញ្ញាបត្រកម្រិតណាធ្វើការអីចេះភាសាអង់គ្លេសអត់ឬក៏ចេះភាសាបរទេសអត់ឬស្អីទាំងអស់ហ្នឹងណាជួយគាត់ក្នុងការធ្វើ research អញ្ចឹងណាបាទអានេះ research មួយទៀតដែលគេសិក្សាមើលថាតើcooperative learning មានឥទ្ធិពលទៅលើ content knowledge learning motivation engagement efficacy យ៉ាងម៉េចហើយlecture based learning មានឥទ្ធិពលទៅលើអានឹងយ៉ាងម៉េចគេចង់ប្រៀបធៀបរវាងពីរនេះ variable មាន2ប្រៀបធៀបថាតើពីរហ្នឹងវាមានឥទ្ធិពលទៅលើនេះយ៉ាងម៉េចហើយវាមានស្អីមកជួយជំរុញឥទ្ធិពលហ្នឹងថាតើវាដើរឬក៏មិនដើរគឺគេមើលទៅលើប្រមាណនេះទៀតអញ្ចឹងណាហើយ series នេះទៀតនេះខ្ញុំជឿបញ្យល់វាសំញ៉ាំមែនតើគាត់ណាឲ្យយើងឃើញថាជួនកាលវាមានអញ្ចឹងណាអានេះក៏អញ្ចឹងដែរវាចេញអីចឹងទៅដូចគ្នាអញ្ចឹងច្រើនណាស់នេះតអង្គុយអានថាតើវាចង់និយាយពីអីណាមើលទៅរឿងសំញ៉ាំនេះគេពេញនិយមប្រើគឺពាក់ព័ន្ធនឹង technology adoption ចង់ថាបើសិនជាចង់ឲ្យមនុស្សម្នាក់គាត់ទទួលយកអីមួយទៅប្រើ technology ណាមួយទៅប្រើគឺត្រូវមើលកត្តាចំនួន6កត្តា performance expectancy effort ស្អីហោហែនឹងមកតែនេះ research បែបគុណបរិមាណវិស័យគឺគូចេញ framework អញ្ចឹងហើយគឺចាត់ដាក់ hypothesis ចូលទៀត H1 H2 H3 នេះគឺជា hypothesis ចឹងនេះមាន hypothesis ទាំងអស់ចំនួន10ណា1 2 3 4 5 6 7 8 9 10យើងគេសិក្សាមើល relationship រវាង variable ចំនួន10ពី6ទៅដល់នេះហើយ2នេះទៅលើនេះហើយនេះទៅលើនេះទៀតអញ្ចឹងសរុបមក10 51នេះពាក់ព័ន្ធនេះជាមួយនេះទៀតអញ្ចឹងណាហើយចង់យកណាពាក់ព័ន្ធមួយណាក៏បានយើងជាអ្នកសម្រាប់ទេចង់យក performance expectancy បាញ់ព្រួយមកអាលេខនេះក៏បានដែរនេះដែលគេសម្រាប់យកថាអា2នេះបាញ់ព្រួយទៅអានេះផងនេះអានេះបាញ់មក intention អានេះបាញ់ intention ហើយអា2ហ្នឹងវាបាញ់មកដល់នេះទៀតហើយសួរចង់បាញ់ចង់អត់បាញ់បានអត់ចង់លុប6និង9នឹងអត់បានហ្នឹងយើងសម្រាប់កំណត់យើងចង់ដាក់6 9ដាក់បើមិនចង់ដាក់លុបសញ្ញាព្រួយនឹងចោលទៅយកតែប្រមាណហ្នឹងបាញ់មក intention ហើយintention បាញ់មក adoption យើងជាអ្នកសម្រាប់ខ្ញុំចង់ថែម performance expectancy បាញ់មក adoption ក៏បានដែរអញ្ចឹងណាហើយខ្ញុំចង់លុបអាលេខ7នេះចោលក៏បានដែរតែគាត់នឹងចង់ថែម7ហ្នឹងឲ្យវាដឹងមើលតើ
expectancy performance ហ្នឹងវាមានពលទៅលើស្អីនេះ support នឹងអត់អីចឹងណាអញ្ចឹង researcher ជាអ្នកកំណត់ conceptual framework យើងជាអ្នកកំណត់អថេថាតើអថេណាមានឥទ្ធិពលទៅលើអថេណាអញ្ចឹងណាហ្នឹងហើយហើយគេច្រើនថែម H1 2 3ទៅសម្រាប់បរិមាណគុណវិស័យដូចរបស់ខ្ញុំនេះគុណវិស័យយើងបាញ់ព្រួយដែរតែយើងអត់ដាក់ H1 H2 ទេដោយសារគុណវិស័យអត់មាន hypothesis ទេអត់មានកំណត់ថាណាតែប៉ុតយើងក៏គិតក្នុងចិត្តដែរខ្ញុំ hypothesis ខ្ញុំក៏មានដែរគឺខ្ញុំគិតថាកត្តាទាំងអស់នេះវាមានឥទ្ធិពលទៅលើនេះកត្តាទាំងអស់នេះក៏មានឥទ្ធិពលលើនេះតែខ្ញុំមិនទៅដើររមើលថាតើវាមានឥទ្ធិពលឬក៏អត់ទេខ្ញុំចង់ដឹងថាឥទ្ធិពលវាយ៉ាងម៉េចចឹងណាហ្នឹងហើយយើងជា core research អញ្ចឹងយើងមានតំណែងតំណងដូចគ្នាគ្រាន់តែយើងមិនបង្ហាញថាវាជាសមិទ្ធកម្ម1 2 3ដូចអានេះទេវានេះចឹងដែរអានេះចឹងដែរអញ្ចឹងពួក core research គេច្រើនតែមានសមិទ្ធកម្ម1 2 3ដូចនេះចឹងណាពេលខ្លះ core research ដែរតែគេអត់ដាក់សមិទ្ធកម្មទេវាទីសងអ្នកស្រាវជ្រាវនឹងយើងគេចង់ដឹងពីសមិទ្ធកម្មឬក៏អត់បើអត់ទេបាច់មានដាក់ទេក៏ដែរវានេះចឹងគេចង់សិក្សាមើលថាកត្តាទាំងអស់នេះមានឥទ្ធិពលទៅលើអានេះយ៉ាងម៉េចទៀតអាមួយនោះមានឥទ្ធិពលទៅលើនេះយ៉ាងម៉េចអាទាំងអស់ហ្នឹងក៏មានឥទ្ធិពលទៅលើនេះយ៉ាងម៉េចដែរណាវាបាញ់ព្រួយដល់2ណាអាម្ដុំហ្នឹងបាញ់មកនេះបាញ់មកនេះទៀតអានេះបាញ់មកនេះបាញ់នេះទៀតអញ្ចឹងណាទាំងអស់ហ្នឹងចុងក្រោយបាញ់មកដល់នេះអញ្ចឹងការគូគឺស្រេចតែយើងអ្នកគូឲ្យចង់ដាក់មិនដាក់ទៅអញ្ចឹងតែឲ្យវាមាន headផលដែរណាកុំលេង individual factor បាញ់មក efficacy តែអត់បាញ់មកនេះទេដល់ក្រោមនេះបាញ់ទាំងពីរអញ្ចឹងសំណួរគឺឆ្ងល់ថាចុះមិនបានឲ្យលើបាញ់មកតែមួយអត់បាញ់មកនេះអាក្រោមមិនបាញ់ទៅទាំងពីរតែបើដាក់ទាំងពីរអញ្ចឹងអូខេគេយល់ថាអូខេអាពីរហ្នឹងវាមានឥទ្ធិពលទៅលើទាំងពីរនេះអញ្ចឹងណាពួកខ្ញុំឃើញ research បងប្អូនយើងធ្វើអ្នកខ្លះគឺគាត់ចេះតែគូទៅពីអញ្ចឹងណាយើងឆ្ងល់ចុះមិនក៏អានេះបាញ់មកអានេះតែអត់បាញ់មកនេះអញ្ចឹងណាជួនកាលពេលខ្លះយើងគេសួរយើងឆ្លើយអត់ចេញទេអាហ្នឹងគឺអត់ទាន់ត្រូវទេអានេះ research របស់ខ្ញុំមួយដែរខ្ញុំមើលទៅលើការស្រាវជ្រាវរបស់គ្រូនៅខ្មែរហ្នឹងខ្ញុំមើលថាតើមានកត្តាអីដែលជំរុញក្នុងការស្រាវជ្រាវគឺចែកកត្តាជា3កត្តាកម្រិតជាតិកម្រិតស្ថាប័នកម្រិតបុគ្គលថាជាតិមានស្អីខ្លះនៅក្នុងនេះស្ថាប័នមានអីខ្លះបុគ្គលមានអីខ្លះមួយ10ហ្នឹងហើយទាំងអស់ហ្នឹងមួយនេះទូចេញមកពីការសិក្សាទាំងអស់ខ្ញុំទៅអាន paper ប្រហែលជា50 paper បានចេញអាហ្នឹងណា paper មួយវានិយាយនេះទៅ paper មួយទៀតនិយាយនោះទៅ paper ខ្លះនិយាយ4 10ហ្នឹងទៅ paper ខ្លះទៅថែម2ទៀតយើងថែម2ចូលក្នុងទៅ paper ខ្លះនិយាយតែរឿងអាយុហើយនឹង gender ទេខ្លះនិយាយរឿង degree ខ្លះនិយាយរឿងអីណា efficacy អញ្ចឹងយើងបូកចូលគ្នា20 30 paper ចេញទាំងអស់ហ្នឹងទៅដែលទាំងអស់ហ្នឹងយើងគិតថាអស់ហើយយើងឃើញថាមានតែប្រមាណហ្នឹងទេដែលគេនិយាយណាយកហ្នឹងទៅសិក្សាទៅតែបើមានអ្នកក្រោយគេសិក្សាមកគេលើសហ្នឹងទៀតក៏ចាក់តែគេទៅវាអញ្ចឹងណាយើងជាអ្នកកំណត់ថាមានតែប៉ុណ្្នឹងអានេះក៏អញ្ចឹងដែរគេចង់សិក្សាមើលថាតើគ្រូមួយបោះពុំចឹងមិនគេមើលទៅលើកត្តាស្ថាប័នហើយនឹងកត្តាផ្សេងទៀតនេះថាជាកត្តាបុគ្គលអញ្ចឹងណាមានអាយុមានភេទមានកូនមានឬក៏អត់មានសញ្ញាបត្រ PhD ឬក៏អត់មាន postdoc មានអីអូហែទៅចង់ដាក់អីថែមទៀតក៏បានដែរទីសងទៅលើអ្នកស្រាវជ្រាវនឹងគាត់ទៅគាត់ឃើញមានថែមក៏ថែមទៅបើអត់ក៏អត់ទៅអញ្ចឹងណាកំណត់តែប៉ុណ្្នឹងទៅធ្វើតែប៉ុណ្្នឹងទៅព្រោះ framework គឺកំណត់ថាយើងធ្វើពីអីខ្លះពេលនេះយើងគេធ្វើអំពីរឿងប៉ុណ្្នឹងទេហើយអានេះប៉ុណ្្នឹងទេអត់ធ្វើអីក្រៅពីហ្នឹងទេអញ្ចឹងណាពួកហ្នឹងច្រើននេះមកហើយអានេះ3នេះវាមានកូនវា2 3 5 7អានេះ10 3ទៀត10 14 15 17 18ទាំងនេះ8 10កត្តាណាក្នុងការមានពលទៅលើនេះគេដែរអញ្ចឹងត្រូវរៀបរាប់អាហ្នឹងមួយដងហ្នឹងនៅក្នុង literature review ក្នុង conceptual framework ណាបានចេញជាអាហ្នឹងវាអញ្ចឹងហើយដើម្បីរៀបរាប់ទាំងអស់ហ្នឹងយើងអាន paper មួយក៏មិនបានត្រូវតែអាន paper មួយនិយាយពីអានេះ paper មួយទៀតនិយាយពីអានោះជួនកាល paper 3និយាយពីអានេះ2ទៀតនិយាយពីអានោះអាខ្លះវានិយាយចូលគ្នា4 5អញ្ចឹងក៏មានអញ្ចឹងតែ combine ទៅ combine មកធ្វើម៉េចឲ្យចេញទៅជា framework បញ្ចូលមកអញ្ចឹងចំណុចចុងក្រោយដែលខ្ញុំចង់បញ្ជាក់គឺ framework ជួនកាលគេអត់មានគូអីអញ្ចឹងទេគេគ្រាន់តែបញ្យល់ជា paragraph អញ្ចឹងទេ
ដូចខ្ញុំទៅសេ paper មួយនិយាយពី framework មួយគឺនិយាយពី North South knowledge divide ភាពខុសគ្នានៃប្រទេសអ្នកមាននិងអ្នកក្រពាក់ព័ន្ធនឹងការបង្កើតចំណេះដឹងបញ្យល់មកថាប្រទេសអ្នកមានយ៉ាងម៉េចប្រទេសអ្នកក្រយ៉ាងម៉េចអីចឹងយល់ចប់អត់មានចេញជាគូរូបទេអានេះក៏អញ្ចឹងដែរគាត់សិក្សាយក series របស់ Bourdieu មកសិក្សាអញ្ចឹងគាត់បញ្យល់ស្អីគេ field ស្អីគេ habitus បញ្យល់ចប់អានេះគេសិក្សាអំពី governance ហើយនិង management system នៅអាហ្វ្រិកគេបញ្យល់ហោហែអញ្ចឹងទៅយល់ចប់ concept ជាប់ framework ដែរឃើញទេអានេះក៏អញ្ចឹងដែរគេបញ្យល់រឿងអីគេ impact on education technological impact បញ្យល់ចប់ចឹងរឿង series រឿង conceptual framework គេមាន series មួយចំនួនដែលគេអាសាយកមកប្រើអញ្ចឹងណាមាន self determination series social connective ecological system adult learning series transformative technology acceptance model you taught និង critical series feminist structuration អានេះខ្ញុំធ្វើ research PhD យកនេះ structuration series ខ្ញុំយក social cultural series ខ្លះដែរខ្លះគេប្រើ decolonial series ខ្លះគេប្រើ Bourdieu series of practice etc រាប់រយ series នោះហើយសួរថាយើងបានពួកហ្នឹងមកពីណាយើងទៅអាននិកាយបទគេអាន paper គេដែលគេធ្វើមុនយើងហ្នឹងគេធ្វើគេមាន framework នេះ framework នោះហើយយើងយកមកធ្វើតាមគេទៅវាមិនស្រួលជាងយើងអត់មើលគេមិនចឹងគាត់ថាយើងមើលគេយើងគិតសម្រួលតែមួយតើរបស់គេប្រើហ្នឹងយើងមកប្រើដែរយើងពេញចិត្តអត់បើយើងមិនពេញចិត្តយើងកែច្នៃវាថែមទៅដើម្បីចេញជា conceptual framework មកចប់ហើយបាទនេះចុងក្រោយអានេះដូចខ្ញុំបានបញ្យល់ដែរកាលពីម្សិលមិញហ្នឹងគឺយើងត្រូវទៅ download នៅ Kboard paper ដែលគេសិក្សាពីមុនយើងមើល framework របស់គេធ្វើមិនអីមិនចឹងរៀនសូត្រតាមគេទៅណាបើយើងអង្គុយជប់ខ្លួនឯងហ្នឹងវេទនាបដ ாய் ហ្នឹងអត់ទេទៅមើលរបស់គេដែលគេធ្វើមុនយើងប្រធានបទស្តៀងយើងគេធ្វើហើយមុនយើងគេមាន framework មុនយើងគ្រាន់តែមើលថាតើរបស់គេប្រើហ្នឹងយើងយកមកប្រើបានអត់បើប្រើបានប្រើទៅបើប្រើមិនបានយកមកច្នៃមកជាជាងទៅបង្កើតថ្មីសុទ្ធសាធដែលគ្មានអីសោះវាអញ្ចឹងណាចឹងយើងដើររមើលនៅ Kboard អត្ថបទស្រាវជ្រាវសភៅអីហោហែទៅនិយាយពី concept framework ហ្នឹងរើសមួយឬក៏ combine បញ្ចូលគ្នានៃ series concept ផ្សេងហ្នឹងដើម្បីយកមកសរសេរក្នុង Kboard ឬក៏ paper របស់យើងបាទហ្នឹងហើយខ្ញុំចប់ប៉ុណ្ណឹងបទបង្ហាញហ្នឹងដោយសារនេះយើងបានជជែកគ្នាហើយកាលពីម្សិលមិញបាទអញ្ចឹងសូមអរគុណបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងអានស្ដាប់វីដេអូហ្នឹងទៅហើយស្ដាប់វីដេអូអាមួយទៀតទៅដើម្បីយល់ពី concept ចូល framework ហើយនឹង theoretical framework ហ្នឹង